សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមានបញ្ហានៅក្នុងការបង្កើត Apple ID បានណាអញ្ចឹងបងប្អូនអាចសាកវិធីនេះបានបងចូលមកកាន់ជ្រោមមកដល់បងប្អូនវាយពាក្យថា Apple ID.apple.com គឺតិចទៀតខ្ញុំនឹងសរសេរបញ្ជាក់នៅខាងលើនឹងឲ្យអូខេចូលមកដល់ខាងនេះបងប្អូនចុចកន្លែងដូចខ្ញុំណានេះបងប្អូនអូនលើចុច sign in តិចមករួចធ្វើការចុចសញ្ញាព្រួយនៅខាងលើវិញបងប្អូនចុចសញ្ញាព្រួយនៅខាងលើនេះបាទតមកបងប្អូនយកពាក្យថា create account នឹងមកអញ្ចឹងនេះគឺជាវិធីសាស្ត្រថ្មីបងប្អូនណាធម្មតាយើងបង្កើតនៅក្នុង Play Store ឬក្នុង Setting ទេតមកកន្លែងនេះបងប្អូនបំពេញទៅតាមហ្នឹងទៅគឺឈ្មោះរបស់យើងបងប្អូនចេះដាក់ក៏បានហើយកន្លែងនេះបងប្អូនជ្រើសរើសប្រទេសរបស់យើងមក Cambodia ណាអញ្ចឹងឥឡូវខ្ញុំសូមរកពាក្យ Cambodia សិននេះសម្រាប់ការបង្កើតនៅកន្លែងនេះគឺខ្ញុំបង្កើតបានជោគជ័យច្រើនបងប្អូនណាជារួមទៅដោយសារ Apple ID លើវា update ច្រើនអញ្ចឹងក៏យើងសាកវិធីថ្មីចឹងកន្លែងនេះគឺអូខេជោគជ័យណាសម្រាប់យើងប្រទេសកម្ពុជាគឺអាចបង្កើតបានបងប្អូនអាចសាកបានអត់ខាតទេបងប្អូនណាចំណាយពេលតែ5-6នាទីសម្រាប់មើលវីដេអូនេះធ្វើតាមនឹងឲ្យលម្អិតមកគឺបងប្អូនគាត់អាចបង្កើតបានហើយណាព្រោះវាមានកលៈកលាកលៈវាកន្លែងនេះបងប្អូនត្រូវបំពេញ Gmail របស់បងប្អូនត្រូវមាន Gmail មួយអញ្ចឹងបងប្អូនបំពេញ Gmail របស់បងប្អូនមកអូខេកន្លែងនេះគឺលេខកូដមិនលេខកូដ Gmail ណាលេខកូដ Apple ID អញ្ចឹងយើងបំពេញ password Apple ID ឲ្យមកអូខេខាងលើបំពេញបែបហ្នឹងខាងក្រោមក៏បំពេញបែបហ្នឹងដូចគ្នាដែរឲ្យដូចគ្នាណាសម្រាប់ password អញ្ចឹងបន្ទាប់ពីបំពេញ password រួចរាល់កន្លែងនេះគឺបំពេញលេខទូរស័ព្ទរបស់បងប្អូនអូខេឥឡូវកំពុងបំពេញលេខទូរស័ព្ទរួចបងប្អូនធ្វើការអូសខាងលើបន្តិចបងប្អូនឃើញនេះអក្សរដែលក្រុមហ៊ុនដាក់មកហ្នឹងអក្សរ V អក្សរ Z អក្សរធំទាំងអស់បងប្អូនណាអញ្ចឹងបងប្អូនត្រូវវាយទៅតាមអ្វីដែលគេឲ្យណាអូសឡើងលើចុចពាក្យ continue អញ្ចឹងបន្ទាប់មកបងប្អូនចុច continue រួចបងប្អូនចូលទៅកាន់ Gmail ដែលបងប្អូនបានដាក់ហ្នឹងដើម្បីចូលមកយកលេខកូដចំនួន6ខ្ទង់ដែលក្រុមហ៊ុន Apple បានផ្ញើមកកាន់ email ហ្នឹងហើយចូលទៅមើលអូខេរងចាំបន្តិចអូខេឥឡូវយើងទទួលបានលេខកូដហើយអញ្ចឹងយើងធ្វើការបំពេញលេខកូដហ្នឹងមកអូខេយើងចុច continue តទៅពី continue រួចក្រុមហ៊ុនគឺ verify ជាមួយនឹងលេខទូរស័ព្ទដែលយើងបានដាក់មុនណាអញ្ចឹងបងប្អូននេះដោយសារលេខទូរស័ព្ទរបស់ខ្ញុំនៅទូរស័ព្ទមួយទៀត email នៅទូរស័ព្ទមួយទៀតអញ្ចឹងវាច្រើនបន្តិចអូខេអញ្ចឹងវាយយើងបំពេញលេខកូដដែលក្រុមហ៊ុនផ្ញើមកតាមរយៈលេខទូរស័ព្ទហ្នឹងយើងបំពេញមកតទៅពីបំពេញហើយគឺរួចរាល់បងមកដល់ថ្ងៃនេះយើងអត់ធ្វើអីទៀតទេកន្លែងហ្នឹងយើងធ្វើការអូសឈូសវាចេញមកយើងធ្វើការឈូសវាចេញតមកយើងចូលមកកាន់ App Store របស់យើងនៅមើល verify មួយតង់ទៀតណាបងប្អូនអត់ទាន់ជោគជ័យទេយើងបង្កើតបានហើយប៉ុន្តែអត់ទាន់ជោគជ័យណាអញ្ចឹងយើងវាយបំពេញ email ដែលយើងបង្កើតមិញហ្នឹងមកបន្ទាប់ពីវាយ email រួចហើយខាងក្រោមបងប្អូនវាយ password Apple ID យើងខាងក្រោមហ្នឹងអូខេចឹងទៅយើងវាយហើយយើងចុច sign in នៅខាងក្រោមបងប្អូនអត់ចុចដានទេយើងចុច sign in មកបងប្អូនចាំតិចគឺវាចូលហើយអូខេកន្លែងនេះគឺវាផ្ញើសារលេខកូដ6ខ្ទង់ទៅកាន់លេខទូរស័ព្ទដែលយើងដាក់មុនហ្នឹងអញ្ចឹងយើងចូលទៅមើលម្ដងទៀតមកបើយើងអត់ verify គឺ Apple ID ហ្នឹងប្រើអត់ទាន់កើតទេអត់ renew វាអូខេឥឡូវយើងចូលទៅយកលេខកូដមកគឺរួចរាល់ហើយយើងយកមកបំពេញមកអូខេអញ្ចឹងធ្វើការបំពេញជាមួយនឹងលេខកូដសិនយើងចុចអាក្រោមណា agree ហើយបងប្អូនចុចដានមកគឺរួចរាល់ហើយបងប្អូនណាអញ្ចឹងយើងធ្វើការ download មកដើម្បី save ទុកនៅក្នុងទូរស័ព្ទមួយហ្នឹងកុំឲ្យហត់វាយលេខកូដច្រើនដងណាឥឡូវខ្ញុំធ្វើការ test ជាមួយនឹង download Facebook សិនអូខេអញ្ចឹងកន្លែងនេះយើងធ្វើការ review វាមកយើង review រួចរាល់ហើយទើបជោគជ័យបងប្អូននៅមួយតង់នេះទៀតណាបងប្អូន tick វាមកអូខេហើយចុច next ខាងលើតមកកន្លែងនេះបងប្អូនយកណាន់ហើយដាក់អាស័យដ្ឋានរបស់យើងមកខ្ញុំចិត្តដាក់ទេបាត់ដំបងមក
country យើងរើសមកបាត់ដំបងដូចគ្នាណាអានេះលេខទូរស័ព្ទរបស់យើង postal code 12000ដល់មកលេខទូរស័ព្ទរបស់យើងខាងមុខគឺក្បាល0ប្រហែលយើងដាក់ចឹងទៅហើយខាងក្រោយគឺលេខទូរស័ព្ទដល់មកចុច next ខាងលើតបចុច next ហើយយើងរងចាំវាតិចទៅបងប្អូននេះគេដាក់Apple account complete ចាស់គឺរួចរាល់ហើយបងប្អូនអាចប្រើប្រាស់បានធម្មតាប្រក្រតីណាឥឡូវខ្ញុំធ្វើការ download ជាមួយនឹងFacebook មកហើយយើងវាយ password មកយើងចុច sign in មកគឺយើង download បានណាបងប្អូនណាអញ្ចឹងគឺ Apple ID របស់យើងនៅកន្លែងនេះទើបជោគជ័យ 100% យកទៅប្រើប្រាស់បានអូខេតោះមកយើងចុច save ទៅ save ក្នុងសាប់យើងកុំឲ្យហត់វាយ3 4ដងអញ្ចឹងណាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេបងប្អូនដែលចូលចិត្តកុំភ្លេចជួយចុច like ឬក៏ share វីដេអូមួយនេះម្នាក់មួយផងណាកុំឲ្យពិបាករងថ្ងៃក្រោយ